ok tỏ chân ở lấy dương bật to từ lùm hạt lịch pi chân lùm hạt tí pi mặt thiên dương cứ kinh vậy tha bộ rót mà nét bên sọ ruồiประពុនសក់ត្រង់ហើយកូនរបស់គាត់មានសក់រួញទាំងអស់គ្នាក៏កំណត់ genotype អ្នកទាំងអស់គ្នាបាទអញ្ចឹងក៏កំណត់ genotype អ្នកទាំងអស់គ្នាបាទកំណត់ genotype អ្នកទាំងអស់គ្នាបំរាប់បាទបំរាប់គេថាបុរសមានសក់រួញប្រពន្ធគាត់សក់ត្រង់បាទអញ្ចឹងពេលប្តីសក់រួញបាទប្តីសក់រួញប្រពន្ធសក់ត្រង់បាទប្រពន្ធសក់ត្រង់បាទប្តីសក់រួញប្រពន្ធសក់ត្រង់ដល់ពេលកូនមកបាទកូនគឺសក់រួញទាំងអស់បាទសក់រួញទាំងអស់អញ្ចឹងលំហាត់នេះដូចលំហាត់ទី1មិញទេកូនលំហាត់នេះគឺវាដូចជាមួយលំហាត់ទី1ដែលថាអីឃើញទេរួញអញ្ចឹងកូនដូចគ្នាទាំងអស់ឬក៏ដូចគ្នា 100% ដូចទៅខាងតែឪពុកម្ដាយអត់ដូចទេអញ្ចឹងបាត់លក្ខណៈសក់ត្រង់របស់ម្ដាយអស់ហើយអញ្ចឹងអាហ្នឹងហើយគេហៅថាចូលទៅក្នុងច្បាប់ទី1របស់ម្ដាយអញ្ចឹងយើងអាចនិយាយថាតាមលទ្ធផលកូនដូចមិញអញ្ចឹងតាមលទ្ធផលកូនបាទសក់រួញ 100% ស្របតាមច្បាប់បាទស្របតាមច្បាប់ទី1របស់ម៉ង់ដែលបញ្ជាក់ថាបាទបញ្ជាក់ថាមេបាបាទមេបាអីអាហ្នឹងគេដឹងច្បាស់ហើយឡើងយើងដឹងថាឪពុកយើងដាក់ថាឪពុកហ្មងទៅបាទបញ្ជាក់ថាឪពុកសក់រួញជាលក្ខណៈលុបពូជសុទ្ធបាទលក្ខណៈលុបពូជសុទ្ធបាទចំណែកម្ដាយវិញបាទចំណែកម្ដាយសក់ត្រង់បាទម្ដាយសក់ត្រង់ចឹងម្ដាយសក់ត្រង់ជាលក្ខណៈអន់ចឹងឲ្យតែលក្ខណៈអន់ដឹងតែពូជសុទ្ធហើយមិនបាច់បញ្ជាក់ប្រាប់គេក៏បានដែរណាអញ្ចឹងយើងចាប់ដាំតាំងអាឡែលដូចមកអញ្ចឹងតាំងអាឡែលអាធំជាអាឡែលសក់រួញអាតូចជាអាឡែលសក់ត្រង់អញ្ចឹងពេលដែលយើងតាំងរួចហើយយើងចាប់ដាំប្រកាសឲ្យគេមើលដូចមិញមកអញ្ចឹងពេលពូជសុទ្ធពេលពូជសុទ្ធអាធំសក់រួញពូជសុទ្ធសក់រួញគឺអាធំទាំងពីរសក់ត្រង់អាតូចទាំងពីរកាម៉ែតអាធំឃើញទេដូចគ្នាចេញបានអាធំមួយអានេះដូចគ្នាដែរចេញបានអាតូចមួយកូន F របស់យើងគឺ A ជួបគ្នានេះបាទអញ្ចឹង A ធំនេះរត់ទៅរក A តូចនេះមកអញ្ចឹងវានឹងទទួលបាន A ធំ A តូចអញ្ចឹងពេលប្រឡងអត់គូសអាក្រហមនេះមកទេនេះខ្ញុំគ្រាន់គូសបញ្យលទេណាអញ្ចឹងនេះគ្រាន់គូសបញ្យលឲ្យយើងដឹងថាអូវារត់ជួបគ្នាចេះបានអានេះអញ្ចឹងពេលប្រឡងអត់គូសសញ្ញាព្រួញក្រហមមកឲ្យគ្រូវិញទេអញ្ចឹងនេះសក់រួញ 100% បាទសក់រួញ 100% អូខេបាទអញ្ចឹងសំណួរកយើងមានប៉ុណ្ណឹងឥឡូវយើងទៅមើលសំណួរខគេនិយាយថាបើកូនគាត់រៀបការជាមួយប្រពន្ធដែលមានសក់រួញហើយចៅសក់រួញខ្លះសក់ត្រង់ខ្លះតើ genotype ពួកគេយ៉ាងណាដែរអូខេអញ្ចឹងខរក genotype ពួកគេបំរាប់បាទអញ្ចឹងបំរាប់គេថាកូននេះកូនសក់រួញនេះកូនគាត់បាននៅកូននេះណាកូនសក់រួញហ្នឹងបាទកូនសក់រួញអាធំអាតូចប្រកាសជាមួយនឹងនារីដែលមានសក់រួញដែរអញ្ចឹងនារីបាទប្រពន្ធរបស់កូនហ្នឹងនារីសក់រួញដែរតែយើងអត់ដឹងថាសក់រួញរបស់ប្រពន្ធហ្នឹងមិនទេព្រោះធម្មតាលក្ខណៈលុបវាមាន gen 2វាមាន homozygote ពូជសុទ្ធ AA ធំទាំងពីរនិង heterozygote A ធំ A តូចពូជមិនសុទ្ធនឹងឯងអញ្ចឹងខាងស្រីយើងអត់អាចទាន់ដាក់បានទេ
ប៉ុន្តែកូនបាទកូនរបស់គាត់ដែលត្រូវជាចៅនេះចៅរបស់ណែកូនរបស់2នាក់ហ្នឹងណានេះពេរបស់គេបាទអញ្ចឹងកូនរបស់2នាក់នេះត្រូវជាចៅរបស់នេះដូនតាគាត់ខាងលើនេះអញ្ចឹង2នាក់នេះខ្លាចជាតាយាយហើយណានេះតាយាយអញ្ចឹងទៅដល់ពេលនេះកូនរបស់គាត់បានរៀបការជាមួយស្ត្រីម្នាក់ទៀតអញ្ចឹងកូនរបស់2នាក់ហ្នឹងខ្លាចជាចៅរបស់បាទចៅរបស់គេខាងលើនេះតោះនេះអញ្ចឹងអានេះខ្ញុំដាក់ note វាថាក៏ចៅណាចៅអូខេអញ្ចឹង F នេះគឺតំណាងឲ្យចៅរបស់តាយាយខាងលើនេះបាទអញ្ចឹងចៅហ្នឹងគឺបានសក់អីខ្លះសក់រួញខ្លះសក់ត្រង់ខ្លះបាទសក់រួញខ្លះសក់ត្រង់ខ្លះអញ្ចឹងយើងមើលឪពុករួញម្ដាយរួញតែកូនចេញមកត្រង់នេះអញ្ចឹងអាហ្នឹងគឺគេឲ្យឈ្មោះថាការផ្ដាច់ចេញពីឪពុកម្ដាយការផ្ដាច់ចេញពីឪពុកម្ដាយហ្នឹងបានន័យថាចូលទៅក្នុងច្បាប់ទី2ទៀតហើយអញ្ចឹងច្បាប់ទី2អាចសិក្សាបានពីករណីទី1គឺសមាមាត្រ3 1ដោយលំហាត់មិញនិងករណីទី2គឺផ្ដាច់ចេញអញ្ចឹងឪម៉ែវាសក់រួញតែ2នាក់ដល់ពេលកូនមកសក់ត្រង់អញ្ចឹងអាហ្នឹងគឺការផ្ដាច់ចេញពីឪពុកម្ដាយហើយអញ្ចឹងយើងទៅសេតាមនឹងមកដោយកូនសក់ត្រង់ជាលក្ខណៈផ្ដាច់ចេញពីមេបាបាទផ្ដាច់ចេញពីឪពុកម្ដាយអូខេផ្ដាច់ចេញពីឪពុកម្ដាយសក់រួញផ្ដាច់ចេញពីឪពុកម្ដាយសក់រួញស្របតាមច្បាប់ទី2បាទអញ្ចឹងនឹងស្របតាមច្បាប់ទី2ច្បាប់ទី2របស់ម៉ង់ដែលច្បាប់ទី2របស់ម៉ង់ដែលបញ្ជាក់ថាម៉ែឪវាហ្នឹងបាទឪពុកម្ដាយសក់រួញជាពូជមិនសុទ្ធបាទជាពូជមិនសុទ្ធបាទមេបាសក់រួញជាពូជមិនសុទ្ធអញ្ចឹងឪពុកយើងដឹងស្រាប់ហើយឪពុកពូជអត់សុទ្ធដោយសារអីយើងបង្កាត់ឃើញស្រាប់ហើយនេះឪពុកពូជអត់សុទ្ធតែម្ដាយនេះនារីនេះយើងអត់ដឹងទេឥឡូវយើងបញ្ជាក់តាមលទ្ធផលមកយើងដឹងថាអូម្ដាយហ្នឹងក៏ពូជអត់សុទ្ធដែរអញ្ចឹងយើងបញ្ជាក់ប្រាប់គេមកបង្កាត់ឲ្យគេមកពូជមិនសុទ្ធហ្មងបាទអញ្ចឹងពេលពូជមិនសុទ្ធអាធំអាតូចបង្កាត់ជាមួយអាធំអាតូចដូចលំហាត់មិញអញ្ចឹងឃើញទេអញ្ចឹងកាម៉ែតអាធំ1អាតូច1អាធំ1អាតូច1កូនដែលត្រូវជាចៅហ្នឹងបាទដែលត្រូវជាចៅរបស់តាយាយខាងលើនេះអញ្ចឹងបានដូចលំហាត់មុនដែរគឺភ្ជាប់គ្នាចឹងមកអានេះបាទអា2នាក់នេះជួបគ្នាយើងបានអាធំតែ2ហ្នឹងបន្ទាប់មកអាធំនឹងរត់ទៅរកអាតូចនេះយើងបានអាធំ1អាតូច1អញ្ចឹងទៅអាធំ1អាតូច1បន្ទាប់មកអាតូចនេះរត់រកអាធំនេះបានទៅជាអាធំអាតូចដែរបាទហើយនឹងចុងក្រោយនេះអាតូចរត់រកគ្នានេះឯងដែលបង្កើតបានទៅជាអីនោះសក់ត្រង់ណាអាតូចទាំងពីរអញ្ចឹង3នាក់នេះគឺសក់រួញបាទសក់រួញ 75% ណាហើយនឹងអានេះគឺសក់ត្រង់បាទសក់ត្រង់ 25% អញ្ចឹងទៅឃើញទេអញ្ចឹងបានគេថាមានសក់រួញខ្លះមានសក់ត្រង់ខ្លះឃើញទេអញ្ចឹងលំហាត់ហ្នឹងគឺវាបែបហ្នឹងឯងអូខេអញ្ចឹងយើងផ្ទៀងផ្ទាត់មើលចម្លើយតិចមើលវាមិនដែរ